rôm sập ri này ngắn nhá na បាទគុំបងប្អូនទាំងអស់គ្នាថ្ងៃនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅលេងចកាហើយនឹងទៅបេះ strawberry ជាមួយខ្ញុំទាំងអស់គ្នាមើល Google Map ដែរទេហើយឥឡូវពួកយើងមកដល់ចកា strawberry ហ្នឹងហើយផ្លូវចូលរបស់គេស្អាតខ្លាំងមែនតើគេមានដាំឈើសងខាងហើយមកដល់ឃើញមុនគេហ្នឹងរូបផ្លែ strawberry កន្លែងយើងថតរូបហើយនេះចតឡានចតអីហើយនាំគ្នាដើរចូលមកក្នុងហើយឃើញគេតាំងដើម Christmas ឡើងធំដល់រដូវកាល Christmas ទៅកន្លែងណាក៏គេមានតាំងដើម Christmas ដែរពួកខ្ញុំមកដល់នេះអត់សូវសបោមនុស្សដែរថ្ងៃហ្នឹងពួកខ្ញុំមកដល់នេះល្បាក់ប្រហែលម៉ោង 12 ជាងហើយក្តៅខ្លាំងមែនតើមកពងពេញក្តៅនេះមករកទិញសបុតដើម្បីបានចូលទៅបេះផ្លែ strawberry នៅខាងក្នុងចការបស់គេដើរពីកន្លែងទិញសបុតមកហត់ដែរបានចូលដល់កន្លែងបេះផ្លែ strawberry ហើយឥឡូវចូលដល់តាមផ្លូវហ្នឹងមានចកាបដើហើយកន្លែងហ្នឹងគេអត់ទាន់ឲ្យយើងបេះទេ strawberry ហ្នឹងគេមានតំបន់ឲ្យយើងបេះទៀតគេកំណត់ឲ្យយើងបេះនៅជួរណាអញ្ចឹងហើយកន្លែងនេះគឺកន្លែងដែលគេឲ្យយើងចូលបេះបានហើយនៅនេះក៏គេឲ្យយើងចូលបេះផ្លែ blueberry ដែរប៉ុន្តែតើយើងទិញសបុតចឹងផែនការថ្ងៃហ្នឹងមកបេះ strawberry ចឹងទិញតែសបុតចូលមកកន្លែងបេះផ្លែ strawberry ទេឥឡូវចូលមកដល់ក្នុងចកាគេហើយនេះមេលិនពងតរកបេះផ្លែ strawberry ញ៉ាំ Good ទេ Yummy ផ្លែបេះខ្លួនឯងចំមករៀងស្ទើរចឹងពេលញ៉ាំរៀងធ្វើមុខជូរប៉ុន្តែអូខេញ៉ាំបានយើងមកដើរបេះតាមក្រោយគេអញ្ចឹងផ្លែអត់សូវធំប្រហែលទេប៉ុន្តែនៅអាចទទួលយកបានវ៉ាវមកពីអ្នកនៅបែបខាត់ដែរម៉ែដល់ខាត់នេះណោអូយនេះមកមុខមកមាត់ឯងហើយនេះមេលិនពងចូលរូបនៅក្នុងអាវគេរូប strawberry ដែរតាមពិតម៉ែដឹងថាមកបេះ strawberry អាវនឹងឲ្យសក់ឆ្ងាញ់ណាស់ចូលគោ3អ្នកម៉ែគោនឹងបេះញ៉ាំទេសាច់កាបេះដាក់កត្រកហ្នឹងតែប៉ាប៉ាអូនហើយនឹង3អូនទេបេះដាក់កត្រកណាកើតបើ2អ្នកនឹងនៅចាំនៅខាងក្រោម You tired បានឲ្យកូនបេះចិត្តពេញបិទចិត្តពេញឲ្យទៅក្តៅអត់តអូណែរកឃើញ strawberry មកកត្រកយីកូនម៉ែបេះញ៉ាំឆ្អែតអំថៃគេថាគេហត់ណាស់ពូទៅផ្ទះវិញហើយណែអត់ចុះពីលើដៃទេតែក៏អត់ភ្លេចទំពាដែរអស់នៅសល់តែខ្ចីហើយនេះដើរចេញមកខាងក្រៅវិញហើយមករត់ទិញអាយស្គ្រីមដោយសារតែក្តៅខ្លាំងមែនទែនទឹកបេះ strawberry នៅខាងក្នុងនឹងអត់មានខ្យល់សោះហ្មង Yummy gun It tastes nice ក្តៅពេកមកលក្រហម Cheers គេបាត់ថយយ៉ាងគេអត់បើកទេកូនគេបាត់ No ញ៉ាំអាយស្គ្រីមហើយមករកថតរូបជាមួយនឹងផ្លែ strawberry មកបេះ strawberry បើបានថតរូបជាមួយផ្លែ strawberry ដោយអត់សមថតរូបថតអីហើយឥឡូវគឺពួកយើងមករៀបចំអវ៉ាន់ទៅផ្ទះហើយ strawberry បេះបាន3កត្រកដែរហើយវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ